គ្នារវាងរុស្ស៊ីនិងអ៊ុយក្រែនស្ថិតនៅតំបន់សមរភូមិចំនួន3លើទឹកដីអ៊ុយក្រែនខណៈនេះកំពុងប្រយុទ្ធគ្នាយ៉ាងសាហាវដោយឋាននរុបើយោងតាមអគ្គមេបញ្ជាការកងទ័ពរបស់ប្រទេសអ៊ុយក្រែនលោកឧត្តមសេនីយ៍អេលិចសង់ស៊ីស្គីលោកបាននិយាយកាលពីថ្ងៃទី31ខែឧសភាឆ្នាំ2025នេះថាខណៈនេះកងកម្លាំងរបស់ប្រទេសមហាអំណាចរុស្ស៊ីកំពុងតែបង្កើនកម្លាំងទ័ពរបស់ខ្លួនយ៉ាងសម្បើមក្នុងប្រតិបត្តិការវាយលុកផ្ទួននៅគ្រប់សមរភូមិជួរមុខទាំងអស់ជាពិសេសនៅក្នុងតំបន់សាប៉ូរីស៊ីយ៉ាតំបន់ដូញេតនិងតំបន់ហ្សាមីបើតាមលោកអេលិចសង់ស៊ីស្គីអគ្គមេបញ្ជាការកងទ័ពអ៊ុយក្រែនបានបញ្ជាក់បន្ថែមទៀតថាកងកម្លាំងនៃកងទ័ពរបស់ប្រទេសអ៊ុយក្រែននៅខណៈនេះក៏កំពុងតែចាប់ផ្ដើមធ្វើសកម្មភាពបង្កើនខ្លាំងឡើងក្នុងការវាយបកលើកងទ័ពរបស់ប្រទេសរុស្ស៊ីនៅក្នុងតំបន់សាប៉ូរីស៊ីយ៉ាដែលនៅក្នុងនោះកងកម្លាំងនៃកងទ័ពរបស់ប្រទេសរុស្ស៊ីបើកប្រតិបត្តិការវាយលុកហើយដែលលោកគិតថាតំបន់ពីរទៀតតំបន់ហ្សាមីតំបន់ខាគៀវក៏រុស្ស៊ីបើកការវាយលុកទន្ទឹមគ្នាផងដែរតែទោះជាយ៉ាងណាលោកអេលិចសង់ស៊ីស្គីអគ្គមេបញ្ជាការកងទ័ពនៃប្រទេសអ៊ុយក្រែនបានបញ្ជាក់ថាបើនិយាយអំពីខេត្តដូញេតនៅភាគខាងកើតនៃប្រទេសអ៊ុយក្រែនគឺការប្រយុទ្ធគ្នាក្នុងការបង្ហូរឈាមមានរយៈពេលជាប់2ឆ្នាំមកហើយលោកថារុស្ស៊ីមិនអាចសម្រេចបាននៅគោលដៅរបស់ខ្លួននោះទេគឺស្ថិតនៅក្នុងខេត្តដូញេតនេះក្រុមអ្នកនយោបាយនឹងសង្គ្រាមគឺមើលឃើញថាតំបន់ដូញេតនេះគឺរុស្ស៊ីវាយបង្ខំចាប់យកពីដៃរបស់កងទ័ពអ៊ុយក្រែនគឺមានរយៈពេលជាង2ឆ្នាំមកហើយរុស្ស៊ីនៅមិនទាន់យកបានទីក្រុងយុទ្ធសាស្ត្ររបស់អ៊ុយក្រែននោះទេដូចជាតំបន់នៃទីក្រុងពុករ៉ូសតំបន់នៃទីក្រុងឆាឈីវយ៉ាទីក្រុងតូរ៉េសនិងទីក្រុងវ៉ូលីនដារុស្ស៊ីបង្កើនកម្លាំងទ័ពវាយលុកខ្លាំងទៅលើតំបន់ទាំង4នេះនៅក្នុងខេត្តដូញេតហើយកងទ័ពរបស់ប្រទេសរុស្ស៊ីនេះក៏បាត់បង់យ៉ាងសម្បើមផងដែរមកដល់ពេលនេះទីក្រុងពុករ៉ូសដែលរុស្ស៊ីចង់ចាប់យកឲ្យបានមុនគេទាំងអស់នោះក៏នៅស្ថិតនៅក្រោមការកាន់កាប់បានដោយកងទ័ពរបស់អ៊ុយក្រែននៅឡើយនោះទេបើទោះបីជារុស្ស៊ីបាញ់ស្រោចដោយគ្រាប់កាំភ្លើងធំយ៉ាងណាក៏ដោយនោះបើយោងតាមលោកឧត្តមសេនីយ៍អេលិចសង់ស៊ីស្គីកងទ័ពរបស់ប្រទេសអ៊ុយក្រែនកំពុងតែវាយទប់ទល់ហើយពេលខ្លះកងកម្លាំងនៃកងទ័ពរបស់ប្រទេសអ៊ុយក្រែនតស៊ូយ៉ាងលំបាកបំផុតពីការវាយលុកដោយកងទ័ពរបស់ប្រទេសរុស្ស៊ីតែទោះជាយ៉ាងណាក៏ដោយលោកឧត្តមសេនីយ៍អេលិចសង់ស៊ីស្គីអះអាងថានៅក្នុងអំឡុងខែឧសភានេះកងទ័ពរបស់ប្រទេសរុស្ស៊ីជាង 34,000 នាក់ត្រូវបានសម្លាប់នៅក្នុងសមរភូមិទាំងអស់ដែលប្រទេសរុស្ស៊ីនេះឈ្លានពានទៅលើប្រទេសអ៊ុយក្រែនដែលនៅខណៈនេះលោកឧត្តមសេនីយ៍អេលិចសង់ស៊ីស្គីអះអាងថាការវាយប្រយុទ្ធគ្នានៅសមរភូមិដូញេតមានការបាញ់ផ្លោងកំភ្លើងធំដាក់គ្នាទៅវិញទៅមកហើយកងទ័ពរបស់រុស្ស៊ីបង្កើនការវាយលុកខ្លាំងដោយកំភ្លើងធំរថក្រោះរថពាសដៃប៉ុន្តែនៅមិនអាចរុលចូលទីតាំងនៃកងទ័ពរបស់ប្រទេសអ៊ុយក្រែនបាននោះទេគឺមានន័យថាទីក្រុងពុករ៉ូសមិនទាន់ធ្លាក់ទៅក្នុងដៃរបស់កងទ័ពរុស្ស៊ីនៅឡើយនោះទេលោកឧត្តមសេនីយ៍អេលិចសង់ស៊ីស្គីបានអះអាងបន្តទៀតថាកងកម្លាំងនៃកងទ័ពរបស់ប្រទេសអ៊ុយក្រែនមិនបណ្ដោយឲ្យកងទ័ពរបស់រុស្ស៊ីវាយចូលទីក្រុងទាំងនោះបានងាយៗនោះទេជាមួយនឹងការខិតខំប្រឹងប្រែងរបស់ប្រទេសរុស្ស៊ីគឺនៅតែផ្ដោតសំខាន់ទៅលើទីក្រុងពុករ៉ូសទីក្រុងតូរ៉េសទីក្រុងលីម៉ាន់ទីក្រុងឆាឈីវយ៉ានិងទីក្រុងវ៉ូលីនដាដែលស្ថិតនៅក្នុងខេត្តដូញេតនេះកងកម្លាំងនៃកងទ័ពរបស់ប្រទេសអ៊ុយក្រែនកំពុងតែវាយរុញច្រានហើយពេលខ្លះកងទ័ពរបស់អ៊ុយក្រែនក៏ដេញកងទ័ពរបស់រុស្ស៊ីបាននៅតំបន់ផ្នែកខ្លះនៅទីក្រុងទាំងនោះទៀតផងហើយលោកឧត្តមសេនីយ៍អេលិចសង់ស៊ីស្គីបានឲ្យដឹងបន្ថែមទៀតថាសមរភូមិដែលស្ថិតនៅក្នុងតំបន់ដូញេតនេះគឺរុស្ស៊ីមានផែនការដើម្បីចាប់យកឲ្យបានមុនដំណាច់ឆ្នាំ2025នេះដែលលោកនៅតែបញ្ជាក់ថាកងកម្លាំងនៃកងទ័ពរបស់ប្រទេសអ៊ុយក្រែនមិនបណ្ដោយឲ្យផែនការរបស់លោក Vladimir Putin ទទួលបានភាពជោគជ័យនោះទេចំណែកឯនៅតំបន់ហ្សាមីឯនោះវិញយូរម្ដងឃើញថារុស្ស៊ីបើកការវាយប្រហារដោយបាញ់កាំភ្លើងធំប៉ុន្តែកងទ័ពរបស់ប្រទេសអ៊ុយក្រែនក៏បើកការវាយប្រហារដោយបាញ់គ្រាប់កាំភ្លើងធំទៅលើទីតាំងរបស់រុស្ស៊ីផងដែរតំបន់សាប៉ូរីស៊ីយ៉ានៅពេលនេះការវាយប្រយុទ្ធគ្នាកាន់តែខ្លាំងតែវាជារូបភាពមួយដែលអ៊ុយក្រែនកំពុងតែមានស្មារតីប្រយុទ្ធទប់ទល់រុញច្រានបានមួយចំនួននៃការវាយលុករបស់កងទ័ពរុស្ស៊ីលោកឧត្តមសេនីយ៍អេលិចសង់ស៊ីស្គីបន្ថែមថាកងកម្លាំងនៃកងទ័ពនៃប្រទេសអ៊ុយក្រែនកំពុងតែបង្កើននិងពង្រីកផងដែរនៅទីតាំងឈរជើងរបស់ខ្លួនគឺមិនបណ្ដោយឲ្យកងទ័ពរបស់ប្រទេសរុស្ស៊ីវាយរុលបានដោយងាយនោះទេហើយកងទ័ពរបស់អ៊ុយក្រែននៅតែមានសមត្ថភាពក្នុងការវាយរុញច្រានកងទ័ពរុស្ស៊ីស្ថិតនៅតំបន់ហ្សាមីឯនោះវិញកងកម្លាំងនៃកងទ័ពរបស់ប្រទេសរុស្ស៊ីកំពុងតែបន្តវាយឆ្មក់ឆ្លងព្រំដែនចូលទៅខាងក្នុងទឹកដីរបស់ប្រទេសអ៊ុយក្រែនហើយបើកការបាញ់ផ្លោងតែវាគ្រាន់តែជារូបភាពវិឆិតកម្មរបស់រុស្ស៊ីតែប៉ុណ្ណោះពួកមន្ត្រីអ៊ុយក្រែននិងក្រុមអ្នកវិភាគផ្នែកយោធាបានព្រមានថាលទ្ធភាពនៃការវាយលុកថ្មីរបស់ប្រទេសរុស្ស៊ីទំនងជាចាប់ផ្ដើមក្នុងពេលដ៏ឆាប់បំផុតកាលពីថ្ងៃទី29ខែឧសភាឆ្នាំ2025នេះអ្នកនាំពាក្យឆ្មាំព្រំដែនអង់ទ្រីជីបេនឆេងកូបាននិយាយថារុស្ស៊ីបានបង្កើនការវាយលុកនិងប្រមូលកម្លាំងទ័ពដូចជាគ្រប់គ្រាន់ហើយដោយប្រមូលផ្ដុំគ្នានៅខាងក្នុងទឹកដីរបស់រុស្ស៊ីស្ថិតនៅតំបន់ខើហើយមានផែនការវាយ
ចូលតំបន់ហ្សាមីរបស់ប្រទេសអ៊ុយក្រែនលោកអេលេកសាំងស៊ីស្គីបានឲ្យដឹងថាប្រតិបត្តិការរបស់កងទ័ពនៃប្រទេសអ៊ុយក្រែនក៏វាយឆ្លងដែនចូលទៅខាងក្នុងទឹកដីរបស់រុស្ស៊ីបានវិញខ្លះដែរគឺនៅក្នុងខែឧសភានេះកងទ័ពរបស់ប្រទេសអ៊ុយក្រែនបានបើកការវាយប្រហារចូលទៅគោលដៅជ្រៅរបស់រុស្ស៊ីយ៉ាងហោចណាស់ចំនួន58គោលដៅដោយវាយខ្សែត្រៀមការពាររបស់រុស្ស៊ីបានទៀតផងហើយនេះបើនិយាយអំពីតំបន់ខើហើយលើពីនេះទៅទៀតនោះលោកឧត្តមសេនីយ៍អេលេកសាំងស៊ីស្គីអះអាងថាកងទ័ពអាកាសកងទ័ពដ្រូនរបស់អ៊ុយក្រែនបានបើកការវាយប្រហារប៉ុន្មានថ្ងៃចុងក្រោយនេះដោយវាយចំគោលដៅយោធារបស់រុស្ស៊ីជាច្រើនហើយរហូតដល់វាយចំរោងចក្រគីមីរោងចក្រផលិតមីស៊ីលនិងទីតាំងស្តុកគ្រាប់របស់រុស្ស៊ីបានទៀតផងខណៈពេលនេះការវាយប្រយុទ្ធគ្នានៅមិនទាន់ដាច់ស្រេចនៅឡើយនោះទេការវាយប្រយុទ្ធគ្នានៅក្នុងសមរភូមិខើក្នុងទឹកដីរបស់រុស្ស៊ីបើទោះបីជារុស្ស៊ីអះអាងថាកងទ័ពរបស់ប្រទេសអ៊ុយក្រែនបានដកចេញពីតំបន់នេះក៏ដោយតែបើយោងតាមបណ្ដាញផ្សាយព័ត៌មានគៀវ Independent បានចុះផ្សាយថាការប្រយុទ្ធគ្នានៅតែមានកងកម្លាំងនៃកងទ័ពរបស់ប្រទេសអ៊ុយក្រែននៅតែមានឱកាសក្នុងការបើកប្រតិបត្តិការវាយលុកទៅលើទីតាំងរបស់កងទ័ពរុស្ស៊ីកាលពីថ្ងៃទី20ខែឧសភាប្រធានាធិបតីរបស់រុស្ស៊ីលោក Vladimir Putin បានធ្វើដំណើរទៅកាន់សមរភូមិខើនៅក្នុងសមរភូមិខើនោះហើយដែលលោក Putin បានចូលទៅចំណុចសំខាន់របស់សមរភូមិមួយនេះក្រោយពីកងទ័ពរបស់រុស្ស៊ីវាយរុញច្រានកងទ័ពរបស់អ៊ុយក្រែនចេញពីតំបន់ខើលោក Vladimir Putin បានចុះទៅពិនិត្យមើលនៅរោងចក្រថាមពលនុយក្លេអ៊ែរដែលស្ថិតនៅសមរភូមិខើបានជួបជាមួយនឹងមេទ័ពនិងអាជ្ញាធរដែនដីដែលស្ថិតនៅក្នុងសមរភូមិខើទៀតផងប៉ុន្តែលោក Vladimir Putin ដែលទៅកាន់សមរភូមិនៃខេត្តខើនេះមិនបានប្រាប់ជាសាធារណៈនោះទេគឺលោកទៅដោយប្រថុចញុចបំផុតស្របពេលដែលដ្រូនរបស់អ៊ុយក្រែនបើកការហោះហើរធ្វើការវាយប្រហារប៊ីសនឹងចំឧទ្ធម្ភាគចក្ររបស់លោក Vladimir Putin ដែលទៅតំបន់សមរភូមិខើនោះបើដ្រូនរបស់អ៊ុយក្រែនបើកការវាយប្រហារចំឧទ្ធម្ភាគចក្រដែលបានដឹកលោក Putin នោះគឺលោក Putin ទំនងជាមិនអាចរស់រានមានជីវិតបានទេនៅពេលនោះតែនេះគឺជាសំណាងមួយនៅក្នុងចំណោម1លានគ្រោះថ្នាក់ដែលប្រព្រឹត្តទៅលើលោក Putin ប្រធានាធិបតីរបស់ប្រទេសរុស្ស៊ីដែលបញ្ឆេះសង្គ្រាមនៅលើទឹកដីនៃប្រទេសអ៊ុយក្រែនហើយសូមបញ្ជាក់បន្ថែមទៀតថាសមរភូមិនៃខេត្តខើនេះភាគីរបស់អ៊ុយក្រែនវាយចូលទៅខាងក្នុងទឹកដីរបស់រុស្ស៊ីដោយវាយបំបែកខ្សែការពារដ៏រឹងមាំរបស់រុស្ស៊ីនៅតាមព្រំដែននៃសមរភូមិខើវាយរុលជ្រៅរហូតដល់ចាប់យកបានទីតាំងឈរជើងពីដៃរបស់កងទ័ពរុស្ស៊ីបានចំនួន1400គីឡូម៉ែត្រការ៉េគឺនៅក្នុងអំឡុងខែសីហាឆ្នាំ2024ហើយកងទ័ពរបស់ប្រទេសអ៊ុយក្រែនឈរជើងបានជិតចំនួន1ឆ្នាំរុស្ស៊ីបើកប្រតិបត្តិការវាយបកវិញដោយកម្លាំងទ័ពចំនួន64000នាក់រួមជាមួយនឹងកងទ័ពរបស់ប្រទេសកូរ៉េខាងជើង12000នាក់ទៅចំនួន14000នាក់ផងដែរបានគៀកស្មារគ្នាវាយរុញច្រានកងទ័ពរបស់ប្រទេសអ៊ុយក្រែនចេញពីសមរភូមិនៃតំបន់ខើនេះដែលកងទ័ពរបស់រុស្ស៊ីអះអាងថាកងទ័ពរបស់អ៊ុយក្រែនត្រូវបានរុញច្រានចេញពីសមរភូមិខើនៅចុងខែមេសាឆ្នាំ2025នេះនៅខណៈនេះការចរចារវាងរុស្ស៊ីនិងអ៊ុយក្រែនត្រូវគេរំពឹងថានឹងអាចកើតមានបន្តទៀតប៉ុន្តែចំពោះស្ថានភាពសង្គ្រាមនៅសមរភូមិជួរមុខគឺរុស្ស៊ីបង្កើនការវាយលុកយ៉ាងសម្បើមនៅរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះរុស្ស៊ីបានបើកប្រតិបត្តិការដោយបញ្ចេញដ្រូនឲ្យហោះហើរវាយប្រហារទៅលើទឹកដីរបស់អ៊ុយក្រែនប្រមាណជាជាង600គ្រឿងឯណោះរុស្ស៊ីបាញ់រហូតទៅដល់មីស៊ីលប៉ាឡេស្ទិកជាង30គ្រាប់ទៀតផងហើយជាពិសេសនោះគឺបាញ់ស្រោចទៅលើរដ្ឋធានីគៀវរបស់ប្រទេសអ៊ុយក្រែនគោលដៅដែលរុស្ស៊ីវាយសន្ធប់នេះគឺបង្ខំឲ្យអ៊ុយក្រែនទម្លាក់ការចោះចាញ់នៅចំពោះមុខនៅការចរចាជាថ្មីម្ដងទៀតរវាងគណៈប្រតិភូរុស្ស៊ីនិងគណៈប្រតិភូអ៊ុយក្រែនដែលគេរំពឹងថាអាចនឹងចាប់ផ្ដើមចរចានៅសប្ដាហ៍ក្រោយនេះបាទលោកសេរីមជារួមតើគេមានក្តីរំពឹងយ៉ាងណាពីជំនួបលើកទី2រវាងមន្ត្រីរុស្ស៊ីនិងអ៊ុយក្រែននៅអ៊ីស្តង់ប៊ុលនៅថ្ងៃនេះបាទចំពោះក្តីរំពឹងដែលថាភាគីទាំងពីរអាចនឹងសម្រេចបាននៅកិច្ចព្រមព្រៀងមួយពាក់ព័ន្ធទៅនឹងការអនុវត្តបទឈប់បាញ់រយៈពេល30ថ្ងៃឬក៏ការបញ្ចប់សង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែននោះគឺมันអាចទៅរួចទេដោយសារតែកិច្ចចរចានៅក្នុងទីក្រុងអ៊ីស្តង់ប៊ុលប្រទេសទូគីនៅសប្តាហ៍នេះគឺភាគីប្រទេសរុស្ស៊ីទៅដោយទីប្រឹក្សាវិមានក្រំឡាំងហើយខាងភាគីអ៊ុយក្រែនគឺរដ្ឋមន្ត្រីការពារជាតិហើយកិច្ចចរចាជុំទី2ដោយផ្ទាល់រវាងភាគីអ៊ុយក្រែននិងរុស្ស៊ីនៅទីក្រុងអ៊ីស្តង់ប៊ុលប្រទេសទូគីនៅថ្ងៃច័ន្ទសប្តាហ៍នេះគឺគ្រាន់តែជាសញ្ញាល្អមួយក្នុងដំណើរឈានឆ្ពោះទៅរកការបញ្ចប់សង្គ្រាម
រវាងប្រទេសរុស្ស៊ីនិងអ៊ុយក្រែនដែលបានអូសបន្លាយចូលឆ្នាំទី4ហើយគឺសង្គ្រាមរវាងប្រទេសទាំងពីរនេះផ្ទុះឡើងចាប់តាំងពីព្រឹកព្រលឹមថ្ងៃទី24ខែកុម្ភៈឆ្នាំ2022កន្លងទៅហើយរហូតមកដល់ពេលនេះគឺទើបតែ2លើកទេដែលលើកទី1នោះកាលពីថ្ងៃទី16ខែឧសភាឆ្នាំ2025នេះហើយលើកទី1នោះមិនបានចលនាផលអ្វីទេប៉ុន្តែបើតាមការបញ្ជាក់ពីភាគីអ៊ុយក្រែនថាជំនួបរវាងភាគីរុស្ស៊ីនិងអ៊ុយក្រែននៅទីក្រុងអ៊ីស្តង់ប៊ុលប្រទេសទួរគីកាលពីលើកមុននោះវាជាការត្រួសត្រាយផ្លូវដែរមិនមែនមានន័យថាអត់ប្រយោជន៍ទេវាជាការត្រួសត្រាយផ្លូវឲ្យមានជំនួបជាលើកទី2នៅថ្ងៃច័ន្ទទី2ខែមិថុនាឆ្នាំ2025ដដែលនេះហើយនៅក្នុងជំនួបនេះក្តីសង្ឃឹមដែលថាឈានដល់កិច្ចព្រមព្រៀងមិនមានប៉ុន្តែគេចាត់ទុកថាវាជាសញ្ញាវិជ្ជមាននៃភាគីទាំងពីរដែលអាចនឹងបញ្ចប់សង្គ្រាមបានបើសិនជាភាគីទាំងពីរយកកិច្ចសន្ទនាឬកិច្ចចរចាគ្នាជាគោលក្នុងការស្វែងរកដំណោះស្រាយវិបត្តិសង្គ្រាមនៅលើទឹកដីអ៊ុយក្រែនរវាងអ៊ុយក្រែននិងប្រទេសរុស្ស៊ីខ្ញុំបញ្ជាក់ជូនបន្តិចថាអញ្ចេះតាមពិតមុនពេលដែលកិច្ចចរចាជុំទី2នៅប្រទេសទួរគីរវាងរុស្ស៊ីនិងអ៊ុយក្រែននេះភាគីទាំងពីរបានទាមទារឲ្យមានសេចក្តីព្រៀងនៃផែនការរបស់ខ្លួនការចង់បានរបស់ខ្លួនផ្ញើឲ្យគ្នាទៅវិញទៅមកក្នុងនោះភាគីអ៊ុយក្រែនបានផ្ញើអំពីតម្រូវការរបស់ខ្លួនឲ្យទៅខាងភាគីរុស្ស៊ីហើយប៉ុន្តែភាគីរុស្ស៊ីរហូតដល់ថ្ងៃច័ន្ទទី2ខែមិថុនាឆ្នាំ2025ជាថ្ងៃចរចានៅប្រទេសទួរគីនេះគឺរុស្ស៊ីមិនបានផ្ញើទៅឲ្យអ៊ុយក្រែនមុនទេដោយរុស្ស៊ីបានបញ្ជាក់ថាតម្រូវការរបស់ប្រទេសរុស្ស៊ីចាំជូនដល់ភាគីអ៊ុយក្រែនក្នុងអំឡុងពេលនៃកិច្ចចរចាតែម្ដងដូច្នេះកិច្ចចរចានេះក្តីសង្ឃឹមថានឹងបានសម្រេចលទ្ធផលនោះវាគ្រាន់តែជាក្តីសង្ឃឹមក្នុងការត្រួសត្រាយផ្លូវឈានឆ្ពោះទៅរកកិច្ចព្រមព្រៀងបទឈប់បាញ់រយៈពេល30ថ្ងៃដែលខាងភាគីអ៊ុយក្រែនទទូចចង់បានហើយរុស្ស៊ីតែងតែជំទាស់តែងតែច្រានចោលហើយប្រសិនបើក្តីសង្ឃឹមនៅត្រង់ថាប្រសិនបើការចរចាលើកនេះភាគីទាំងពីរឈានទៅដល់ការសម្រេចបទឈប់បាញ់រយៈពេល30ថ្ងៃនោះពន្លឺនៃសន្តិភាពនៅប្រទេសអ៊ុយក្រែនវាខិតចូលកាន់តែជិតដោយសារតែភាគីទាំងពីរនេះគឺបានទទួលយកនៅតម្រូវការរបស់ខ្លួនទៅវិញទៅមកប៉ុន្តែប្រសិនបើការចរចានៅប្រទេសទួរគីនៅថ្ងៃច័ន្ទសប្តាហ៍នេះมันបានទទួលលទ្ធផលអ្វីទេនោះភាគីទាំងពីរអាចនឹងជួបគ្នាដោយផ្ទាល់នៅលើក្រោយទៀតដោយសារតែការបដិញ្ញាចិត្តទាំងភាគីរុស្ស៊ីនិងអ៊ុយក្រែនគឺយកកិច្ចសន្ទនាកិច្ចចរចានេះដើម្បីបញ្ចប់សង្គ្រាមដែលអូសបន្លាយចូលឆ្នាំទី4នៅលើទឹកដីរបស់ប្រទេសអ៊ុយក្រែនរវាងអ៊ុយក្រែននិងរុស្ស៊ីដូច្នេះសរុបមកវិញចំពោះលទ្ធផលដុំកំភួនយ៉ាងណានោះមិនទាន់បានដឹងនៅឡើយទេប៉ុន្តែគ្រាន់តែជាសញ្ញាល្អសម្រាប់ភាគីទាំងពីរក្នុងដំណើរឈានឆ្ពោះទៅរកបទឈប់បាញ់ឬក៏ទៅរកការបញ្ចប់សង្គ្រាមទាំងស្រុងនៅពេលខាងមុខនេះបាទ ស្របពេលដែលលក្ខខណ្ឌពីភាគីទាំងសងខាងថាតើរុស្ស៊ីអាចលើកឡើងនៅលក្ខខណ្ឌអ្វីខ្លះអ៊ុយក្រែនអាចនឹងលើកឡើងនៅលក្ខខណ្ឌអ្វីខ្លះនៅក្នុងជំនួបលើកទី2នៅក្នុងទីក្រុងអ៊ីស្តង់ប៊ុលប្រទេសទួរគីនៅថ្ងៃនេះយើងអត់ទាន់ដឹងតែគេអាចដឹងទេថាជាក់ស្ដែងភាគីទាំងពីរនៅតែមានចំណុចខ្ទាស់ធំជាមួយគ្នាត្រង់ចំណុចណាពីព្រោះថាជំនួបលើកទី1កាលពីថ្ងៃ16ឧសភាកន្លងទៅនេះនៅក្នុងទីក្រុងអ៊ីស្តង់ប៊ុលនេះក្រោយពីជួបគ្នាហើយរុស្ស៊ីបានវាយប្រហារធ្ងន់ដៃណាស់លើអ៊ុយក្រែនបាទចំពោះចំណុចធំដែលភាគីនៅខ្ទាស់គ្នានេះនៅត្រង់ថាអ៊ុយក្រែនសុំយករួចខ្លួនមានន័យថាអ៊ុយក្រែនចង់បញ្ចប់សង្គ្រាមដោយគ្រាន់តែរុស្ស៊ីដកកងកម្លាំងយោធារបស់ខ្លួនចេញពីទឹកដីរបស់ប្រទេសអ៊ុយក្រែនដែលរុស្ស៊ីកំពុងតែកាន់កាប់នៅក្នុងពេលបច្ចុប្បន្ននេះបន្ទាប់ពីរុស្ស៊ីបានវាយប្រហារដណ្ដើមយកទឹកដីអ៊ុយក្រែនក្នុងប្រតិបត្តិការសឹកចាប់តាំងពីឆ្នាំ2022កន្លងមកហើយចំពោះប្រទេសរុស្ស៊ីគឺការកាន់កាប់គ្រប់គ្រងតំបន់ទាំង4នេះគឺប្រហាក់ប្រហែលនឹង 20% ពី18ទៅ 20% នៃដែនដីសរុបរបស់ប្រទេសអ៊ុយក្រែនដូច្នេះអ៊ុយក្រែនទាមទារឲ្យរុស្ស៊ីដើរចេញពីតំបន់នៃខ្លួនដែលខ្លួនកាន់កាប់ដែលខ្លួនបានដណ្ដើមយកពីអ៊ុយក្រែនក្នុងអំឡុងពេលនៃការឈ្លានពានរបស់ប្រទេសរុស្ស៊ីកាលពីឆ្នាំ2022កន្លងទៅជាលក្ខខណ្ឌមួយជាក់លាក់ហើយអ៊ុយក្រែនតែងតែទទូចចង់ឲ្យរុស្ស៊ីដើរចេញដកកងកម្លាំងយោធាចេញពីទឹកដីរបស់ខ្លួនចំណែកខាងរុស្ស៊ីចំណុចនេះហាក់ដូចជាធ្វើមិនបាននៅត្រង់ថារុស្ស៊ីក៏ខាតបង់ប្រយោជន៍ច្រើនណាស់ដែរ
ខាតបង់ទាំងលុយកាក់ខាតបង់ទាំងអាយុជីវិតកងកម្លាំងយោធាខាតបង់ទាំងគ្រឿងយុទ្ធោបករណ៍ហើយដល់ឲ្យអ៊ុយរុស្ស៊ីដើរចេញពីតំបន់ដែលខ្លួនដណ្ដើមយកពីអ៊ុយក្រែននេះដូចជារុស្ស៊ីមិនអាចទៅរួចជាចំណុចខ្ទាស់មួយដែលនៅតែខ្ទាស់នៅឡើយមួយទៀតចំណុចពាក់ព័ន្ធនឹងអ៊ុយក្រែនគឺរុស្ស៊ីទាមទារឲ្យអ៊ុយក្រែនឈប់ចូលជាសមាជិកអង្គការ NATO ហើយអ៊ុយក្រែនត្រូវប្រកាសជាសាធារណៈថាខ្លួននៅពេលខាងមុខនឹងមិនចូលជាសមាជិកអង្គការ NATO ទេហើយមិនតែប៉ុណ្ណោះរុស្ស៊ីក៏ទាមទារដែរគឺឲ្យប្រទេសជាសមាជិករបស់អង្គការ NATO មួយចំនួនមានបារាំងអង់គ្លេសអាល្លឺម៉ង់សហរដ្ឋអាមេរិកជាដើមត្រូវចេញលិខិតជាសាធារណៈថាខ្លួននឹងមិនដាក់បញ្ចូលប្រទេសអ៊ុយក្រែនជាសមាជិកអង្គការ NATO ទេនៅពេលខាងមុខនេះដូច្នេះលក្ខខណ្ឌនេះក៏អ៊ុយក្រែនមិនអាចទទួលយកបានដែរដោយសារតែរហូតមកដល់ពេលនេះទោះបីជាសហរដ្ឋអាមេរិកនិងប្រទេសមួយចំនួនទៀតជាសមាជិកអង្គការ NATO បានបិទទ្វារប្រកាសបិទទ្វាររួចជាស្រេចហើយថានឹងមិនដាក់បញ្ចូលអ៊ុយក្រែនជាសមាជិកអង្គការ NATO យ៉ាងណាក៏ដោយក៏រុស្ស៊ីទាមទារឲ្យមានការធានាបែបនេះពីអ៊ុយក្រែនផ្ទាល់ផងនិងពីបណ្ដាប្រទេសជាសមាជិករបស់អង្គការ NATO ផងមានសហរដ្ឋអាមេរិកបារាំងនិងអង់គ្លេសជាដើមហើយនៅមានចំណុចខ្ទាស់ច្រើនទៀតហើយសួរថាចុះដល់ពេលការចរចាហើយសង្គ្រាមវាផ្ទុះឡើងខ្លាំងដោយសារអីធម្មតាទេកិច្ចចរចាត្រូវគឺចង់ភាគីទាំងពីរចង់យកប្រៀបទាំងដោយខ្លួនខាងរុស្ស៊ីចង់យកមានប្រៀបលើប្រទេសអ៊ុយក្រែនក្នុងសមរភូមិជួរមុខអ៊ុយក្រែនក៏ចង់មានប្រៀបលើរុស្ស៊ីដែរអញ្ចឹងហើយបានជាមុនកិច្ចចរចាភាគីទាំងពីរបែរជាវាយប្រហារគ្នាយ៉ាងដំណំតាមផ្លូវអាកាសដោយប្រើយានដ្រូនដោយប្រើមីស៊ីលខាងភាគីអ៊ុយក្រែនប្រើយានដ្រូនវាយប្រហារទៅលើទឹកដីរបស់ប្រទេសរុស្ស៊ីក៏ប្រើយានដ្រូននិងមីស៊ីលវាយប្រហារទៅលើទឹកដីរបស់ប្រទេសអ៊ុយក្រែនដែរមានន័យថាមុនពេលដែលអង្គុយចរចាគ្នាភាគីទាំងពីរគឺទាមទារយកប្រៀបនៅលើសមរភូមិជួរមុខតើប្រទេសណាមានប្រៀបជាងព្រោះក្នុងសង្គ្រាមបើប្រទេសណាមួយមានប្រៀបជាងនៅលើសមរភូមិជួរមុខនោះភាគីនោះនឹងមានទឹកមាត់ប្រៃក្នុងការទាមទារពីភាគីម្ខាងទៀតអញ្ចឹងសរុបមកវិញចំពោះលក្ខខណ្ឌដែលអ៊ុយក្រែននិងរុស្ស៊ីចង់បាននេះវាជាលក្ខខណ្ឌដែលប្រទេសទាំងពីរមិនអាចទទួលយកបានទាំងសងខាងអញ្ចឹងហើយបានជាអ្នកជំនាញបានប៉ាន់ប្រមាណថាភាគីទាំងពីរនេះគឺនៅឆ្ងាយពីគ្នានៅឡើយបើនិយាយពីដំណើរឈានឆ្ពោះទៅរកសន្តិភាពទាំងស្រុងនៅប្រទេសអ៊ុយក្រែននោះបាទឥឡូវនេះយើងនឹងបន្តតាមដានបន្តទៀតពិសេសជំវិញជំនួបនៅថ្ងៃនេះតាមវេលានៅទីក្រុងអ៊ីស្តង់ប៊ុលប្រទេសទួរគីឯណោះថាតើភាគីចំនួនទាំងពីររុស្ស៊ីអ៊ុយក្រែននេះអាចនឹងមានអ្វីជាសម្បទានឲ្យគ្នាទៅវិញទៅមកខ្លះទេដើម្បីបន្ធូរបន្ថយស្ថានភាពនិងឆាប់រកឃើញសន្តិភាពឡើងវិញក្រោយសង្គ្រាមជាង3ឆ្នាំទៅហើយនៅអ៊ុយក្រែននេះជម្រាបលាបាទអរគុណ